បាទខ្ញុំសូមជម្រាបសួរបងប្អូនប្រិយមិត្តជាទីគោរពនិងជាទីមេត្រីបាទថ្ងៃនេះខ្ញុំបានទទួលព័ត៌មានពីអង្គភាពសារព័ត៌មានរស្មីកោះធំបាទដែលលោកបានចុះទៅយកព័ត៌មានមួយកន្លែងដែលស្ថិតនៅក្នុងឃុំអង្គរមាសបាទស្រុកដងតុងខេត្តកំពតទៅកន្លែងទីតាំងកាយដីមួយកន្លែងនេះបាទក៏ដល់ទីតាំងនោះក៏មានខាងក្រុមគ្រឿងចក្របាទមួយក្រុមហ្នឹងគឺគាត់ធ្វើសកម្មភាពបាទយកគ្រឿងចក្រហ្នឹងកាយដីបាទផ្ដាច់ផ្លូវរថយន្តគាត់មិនអោយចេញមកក្រៅបាទមិនដឹងថាមានគោលបំណងអ្វីទៅលើអ្នកសារព័ត៌មាននេះទេបាទណាបងប្អូនប្រិយមិត្តបាទនេះដល់អ្នកសារព័ត៌មានគាត់កំពុងនៅទីតាំងហ្នឹងចាំទេឥឡូវនេះគឺសំណុំពរទៅដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធបានមេត្តាជួយចុះពិនិត្យមើលទីតាំងកាយដីមួយកន្លែងនេះផងមិនដឹងថាមានច្បាប់មានទម្លាប់ដល់កម្រិតណាទេបាទថែមទាំងហ៊ានកាយផ្ដាច់ផ្លូវអ្នកសារព័ត៌មានដែលកំពុងតែបំពេញតួនាទីរបស់ខ្លួនផងដែរបាទក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានខ្ញុំសូមរាយការណ៍ជូនទៅដល់លោកអភិបាលស្រុកបាទនិងលោកប្រធានមន្ត្រីរាយតាមពលខេត្តកំពតមេត្តាជ្រាបជាព័ត៌មានផងដែរបាទពីបញ្ហានេះបាទហ្នឹងហើយការដឹកជញ្ជូនដែរនេះមិនដឹងថាការដឹកហ្នឹងមិនដឹងថាមានច្បាប់មានទម្លាប់ឲ្យដល់កម្រិតណាទេណាបងប្អូនប្រិមិត្តបាទហ្នឹងហើយអញ្ចឹងសូមមន្ត្រីជំនាញបានមេត្តាជួយចុះពិនិត្យមើលផងបាទទានសូមបាទសូមអរគុណបាទសូមជម្រាបលាបាទ